todos estos meses, todo el tiempo de marcha por mi familia, por la comida, por el pueblo. ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនិយាយអំពីវិបត្តិនៅវេណេស៊ុយឡាធ្វើឲ្យតម្លៃមាសឡើងថ្លៃដែរទេនៅពេលដែលមានបញ្ហាសេដ្ឋកិច្ចបងប្អូនទាំងអស់គ្នាត្រូវចាំថាប្រជាពលរដ្ឋប្រជាជនក៏ដូចជាវិនិយោគិនគឺតែងតែរកទ្រព្យសម្បត្តិសុវត្ថិភាពដែលក្នុងនោះគឺមាសជាកត្តាចម្បងទ្រព្យសម្បត្តិសុវត្ថិភាពនោះគឺគេហៅថាទ្រព្យដែលទោះបីជាមានបញ្ហាអ្វីក៏ដោយគឺមិនបាត់បង់តម្លៃនោះទេហើយជាទូទៅការគឺតម្លៃមាសក្នុងនោះតម្លៃមាសវាមានទ្រព្យសម្បត្តិសុវត្ថិភាពមានច្រើនមានតម្លៃមាសមានប្រាក់មានលុយដុល្លារលុយ Swift លុយបារាំងលុយជប៉ុននិងរូបិយប័ណ្ណផ្សេងៗទៀតហើយថែមទាំងមាន defensive stock ដែលហៅថាភាគហ៊ុនដែលទូភាគហ៊ុនដែល defensive stock នោះឧទាហរណ៍ដូចជាភាគហ៊ុនភ្លើងភាគហ៊ុនអគ្គិសនីភាគហ៊ុនទឹកភាគហ៊ុនប្រេងដែលទាំងអស់នេះទោះបីជាមានចលាចលក្នុងប្រទេសក៏ប្រជាពលរដ្ឋចាំបាច់ត្រូវតែប្រើដែរនេះគេហៅ defensive stock អញ្ចឹងនៅពេលដែលមានវិបត្តិទាំងអស់ហ្នឹងគឺគេតែងតែទៅរក safe haven asset ឬក៏ទ្រព្យសម្បត្តិសុវត្ថិភាពហ្នឹងអញ្ចឹងនៅពេលដែលមានវិបត្តិភូមិសាស្ត្រនយោបាយវិនិយោគិនបានងាកមកចាប់ផ្ដើមទិញមាសដើម្បីការពារទ្រព្យរបស់គាត់ជាហានិភ័យហើយអ្នកវិភាគទីផ្សារជាច្រើនបានព្យាករណ៍ថាតម្លៃមាសនឹងបន្តឡើងខ្ពស់នៅឆ្នាំ2021ដូចជាក្រុមហ៊ុន UBS JP Morgan Goldman Sachs បានព្យាករណ៍ថាតម្លៃមាសនឹងឡើងទៅដល់$6,000ក្នុងមួយតម្លឹងឬក៏$6,500ក្នុងមួយតម្លឹងនៅចុងឆ្នាំ2021នេះហើយបច្ចុប្បន្នតម្លៃមាសគឺមានតម្លៃ$5,200ដូច្នេះត្រឹមតែឡើង$8ក្នុងមួយតម្លឹងរយៈពេលចុងឆ្នាំវាមិនមែនជារឿងដែលពិបាកទេហើយវាអាចនឹងឡើងខ្ពស់ដល់ចំណុចហ្នឹងនឹងខ្ពស់ជាងបន្ថែមទៀតឥឡូវយើងចូលមកប្រធានបទរបស់យើងវិញទាក់ទងជាមួយវេណេស៊ុយឡាដែលមានប្រេងក្រោមដីច្រើនបំផុតនៅលើពិភពលោកនិងជាប្រទេសដែលមានទុនបំរុងមាសធំជាងគេនៅក្នុងអាមេរិកខាងត្បូងផងដែរឬក៏អាមេរិកឡាទីនដែលមានចំនួនរហូតដល់161តោនមាសឯណោះវិបត្តិនេះបានបង្កឡើងការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងនិងមាសនៅក្នុងទីផ្សារពិភពលោកដែលជំរុញឲ្យតម្លៃមាសកើនឡើងការព្យាករណ៍នៅឆ្នាំ2026នេះគឺក្រុមហ៊ុនដូចខ្ញុំបាននិយាយវិញហ្នឹង Bank of America UBS JP Morgan ថាតម្លៃមាសនឹងកើនឡើងទៅដល់$6,000ក្នុងមួយតម្លឹងឬក៏$5,000ក្នុងមួយអោនហើយវិបត្តិវេណេស៊ុយឡាការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលនិងការទិញមាសច្រើនពីធនាគារនឹងជាសូចនាករសំខាន់បំផុតក្នុងការជំរុញឲ្យតម្លៃមាសមានការឡើងថ្លៃសរុបមកវិបត្តិនៅវេណេស៊ុយឡាបាននឹងកំពុងធ្វើឲ្យមាសឡើងថ្លៃតាមរយៈការបង្កើតភាពមិនច្បាស់លាស់និងជំរុញឲ្យតម្រូវការមាសជាទ្រព្យសុវត្ថិភាពទោះជាយ៉ាងណាតម្លៃមាសក៏ត្រូវបានជះឥទ្ធិពលដល់កត្តាផ្សេងទៀតផងដែរបាទអញ្ចឹងមិនមែនថាសង្គ្រាមផ្ទុះនៅវេណេស៊ុយឡាធ្វើឲ្យមាសឡើងថ្លៃទេការកាត់បន្ថយអត្រាការប្រាក់ដូចខ្ញុំបង្ហាញបងប្អូនពីវីដេអូមុនថាហេតុអ្វីបានកាត់បន្ថយអត្រាការប្រាក់វាជះឥទ្ធិពលដល់តម្លៃមាសបាទភាពមិនច្បាស់លាស់ភូមិសាស្ត្រនយោបាយសង្គ្រាមមជ្ឈិមបូព៌ាសង្គ្រាមយូក្រែនជាមួយនឹងរុស្ស៊ីការធ្វើសមយុទ្ធរបស់ចិនព័ទ្ធជុំវិញកោះតៃវ៉ាន់កាលពីដល់ចុងឆ្នាំ2025គឺសិតតែជាកត្តាដែលធ្វើឲ្យវិនិយោគិនមានការព្រួយបារម្ភទៅលើសេដ្ឋកិច្ចពិភពលោកផងដែរហើយទាំងអស់នេះគឺជាសូចនាករសំខាន់ដែលបងប្អូនត្រូវតែយកចិត្តទុកដាក់ក្នុងការតាមដានមុននឹងធ្វើការជួញដូរតម្លៃមាសតម្លៃប្រាក់តម្លៃប្រេងឬក៏តម្លៃពិហ៊ុនឬក៏ crypto ផងដែរនេះគឺជាព័ត៌មានខ្លីៗសម្រាប់ខ្ញុំចែកជូនបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងការជួញដូរតម្លៃមាសការប្រឹក្សាយោបល់អាចទំនាក់ទំនងអេដមីនបានតាមរយៈលេខទូរស័ព្ទ095 យើងនឹងធ្វើការចែកជូនប្រឹក្សាដោយពុំមានគិតថ្លៃសេវានោះទេដូច្នេះបើបងប្អូនចាប់អារម្មណ៍កុំភ្លេចទាក់ទងមកអេដមីនថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយជាថ្មីម្ដងទៀតវីដេអូដែលខ្ញុំបានផលិតទាំងអស់ម៉ានគឺមិនមែនឆ្លុះបញ្ចាំងទៅលើអ្វីទេវាគ្រាន់តែជាទស្សនៈមួយក្នុងការចែកម្លែកសម្រាប់របស់ខ្ញុំផ្ទាល់ជូនទៅកាន់បងប្អូនទាំងគ្នាបើគិតថាល្អបងប្អូនទទួលយកចុះបើគិតថាមិនល្អបងប្អូនមិនបាច់ទទួលយកទេហើយបើមានកន្លែងណាគិតថាខុសឆ្គងបងប្អូនអាចតម្លាក់ប្រអប់សារមកក្នុងប្រអប់របស់ admin បានហើយបើសិនជាបងប្អូនពេញចិត្តនឹងចូលចិត្តវីដេអូខ្ញុំកុំភ្លេចចុច like subscribe ក្នុងវីដេអូរបស់បាទសូមអរគុណ